អីវ៉ាន់ចេញសារនេះច្រើនមែនតែនមួយឡានពេញចេញទាំងអីវ៉ាន់ខ្ញុំទាំងអីវ៉ាន់បងខ្ញុំនៅខេត្តបងខ្ញុំកាន់ខាងសិប្បកម្មនៅខេត្តខ្ញុំកាន់ខាងហាងនិយាយដល់គាត់ចាំមកមើលអីវ៉ាន់នៅទីតាំងផ្ទាល់នៅភ្នំពេញគាត់អាចជិះមកមើលដល់ទីតាំងហាងយើងបាននៅខាងចកាដូងភ្ញៀវខ្លះក៏សួរអីវ៉ាន់ហ្នឹងក៏មកបានអត់អីវ៉ាន់យើងគឺតកតងជាមួយនឹងគ្រឿងសង្ហារឹមផ្ដៅគឺយើងចេញពីខាងសិប្បកម្មខ្លួនឯងបងប្អូនណាសម្រាប់កំងនេះយើងមានច្រើនម្ចាស់អញ្ចឹងយើងត្រូវចែកអីវ៉ាន់ការងារខ្ញុំដំបូងឡើយគឺឆែកកំងភ្ញៀវថាមកគ្រប់អស់នៅបន្ទាប់មកទៀតគឺយើងសរសេរវិក័យប័ត្រតាមភ្ញៀវមួយដើម្បីកុំឲ្យខ្វះអីវ៉ាន់គាត់យើងអត់ចង់ដាក់អីវ៉ាន់ទៅម្ដងខ្វះនេះខ្វះនោះឯងចង់ស្រីទៅម្ដងគ្រប់ណាត់ជាមួយនឹងឡានរៀបចំអីវ៉ាន់សម្រាប់ឡានកុំឲ្យច្រឡំអីវ៉ាន់គ្នាពេលមានកំងអញ្ចឹងម្ដងសប្បាយប៉ុន្តែក៏រៀងហត់ដែរហើយមួយទៀតក៏យើងចង់ផ្ដល់ទំនុកចិត្តដល់ភ្ញៀវថាពេលដែលគាត់កំងអីវ៉ាន់យើងព្យាយាមឆែកអីវ៉ាន់គាត់ឲ្យគ្រប់ទៅជាមួយគ្នាមួយសារហើយយើងអត់ចង់ឲ្យភ្ញៀវបានអីវ៉ាន់ខ្វះមួយខ្វះពីរទេអញ្ចឹងស្ដាប់ទៅរៀងស្រួលណាតែអ្នកដែលធ្វើមែនតែនគឺតតែប្រយ័ត្នណាឆែកអីវ៉ាន់ណាទៅអីវ៉ាន់ហ្នឹងបានស្អាតហើយទៅដល់ដៃភ្ញៀវគ្រប់ទៀត